សេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញនៅថ្ងៃទី27 ខែកញ្ញាឆ្នាំ2025លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី27 ខែកញ្ញាឆ្នាំ2025វេលាម៉ោងប្រមាណ 11:52 នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះនៅពេលនេះកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតនិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដីកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជាថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដែលបន្តសហការឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សនិងអំពាវនាវឲ្យភាគីថៃអនុវត្តគោរពឲ្យបានម៉ឺងម៉ាត់ដូចគ្នាបាទបងប្អូននេះគឺជាព័ត៌មានដែលក្រសួងការពារជាតិបានចេញសេចក្តីប្រកាសថាថៃបានចាប់ផ្ដើមបាញ់ចូលទឹកដីកម្ពុជានៅម៉ោង 11:52 នាទីហើយបានបាញ់ជាច្រើនគ្រាប់ទាំងកាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនទៀតមកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះហើយព័ត៌មាននេះ admin ក៏ជឿជាក់ថាបងប្អូនពិតជាបានដឹងរួចមកហើយប៉ុន្តែនៅមានបងប្អូនជាច្រើនទៀតមិនបានដឹងទោះជាយ៉ាងណាក៏ដោយក៏ admin ត្រូវតែបញ្ចេញនៅព័ត៌មាននេះដើម្បីឲ្យពិភពលោកបានដឹងថាសៀមជាអ្នកក៏ក្លឿនក្នុងការបាញ់បោះមកលើកម្ពុជាមុនជាអ្នកបង្កសង្គ្រាមមកលើកម្ពុជាជាអ្នកបំពានកម្ពុជាចង់បានទឹកដីរបស់កម្ពុជាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះដើម្បីឲ្យពិភពលោកបានដឹងទាំងអស់គ្នាផង